ខ្ញុំស្រឡាញ់កម្ពុជា Cambodian language if you like something you can say ឈៀងណាស់ ថាលុតឆាគឺដាច់ហ្មងហើយយើងឆាអត់តនេះចង់ដាច់ដៃហើយអ្នកខ្លះក៏គេឲ្យអំបិលមកបងច្រើនណាស់ចេះអូយបងដាក់អុកមីឧដុនទៅបើថាធ្វើអត់ចាញ់ហ្នឹងដាក់ អូបាញ់ហត់អត់ហត់មិនបានសប្បាយចិត្ត លក់ដាច់មកសប្បាយចិត្តមិនអូន បាយសួស្តីអ្នកគ្នាថ្ងៃនេះនៅតាមផ្លូវជាមួយខ្ញុំទៅចូលរួមនៅFestival of Embassy ដែលគេនឹងធ្វើការតាំងពីពណ៌នៅមហូបអាហារពីប្រទេសផ្សេងគ្នាហើយក្នុងនោះក៏មានស្តង់របស់ប្រទេសកម្ពុជាដែរអញ្ចឹងចង់ដឹងថាតើអ្នកនរគ្នាថ្ងៃនេះយើងមកកម្មវិធី Embassy Festival ដែលថ្ងៃនេះគឺមានការតាំងពីពណ៌មហូបអាហារពីប្រទេសផ្សេងគ្នាតើឥឡូវទៅរកមើលតង់របស់ប្រទេសយើងទាំងអស់គ្នាខ្ញុំអត់ដឹងថានៅណាដែរហើយមានតង់ប្រទេសផ្សេងទៀតច្រើនមែនតើឥឡូវទៅរកមើលតង់របស់ប្រទេសកម្ពុជាយើងទាំងអស់គ្នាអូនេះវិញគឺប្រទេសបារាំងខាងនោះវិញបែលជីមប៉ុន្តែឥឡូវខ្ញុំឃើញប្រទេសខ្មែរយើងហើយតាំងខ្មែរយើងហើយហ្នឹងគឺថាយើងមកកម្មវិធីតាំងពីពណ៌មហូប Festival Embassy Festival នៅក្នុងទីក្រុងប្រាកថ្ងៃនេះតោកខ្មែរយើង នេះ content creator ខ្មែរយើងមួយទៀត content creator ដឹងនិយាយវិញខាងនេះគ្រាន់តែជួយធ្វើកាមេរ៉ាគេអត់មាន content creator ហ្នឹងទេតែនេះគេហៅ spoke woman ពីកហើយឥឡូវមានអី recommend មានអីចង់និយាយទៅអ្នកទស្សនិកជននៅខ្មែរយើងអត់ទេមិនថាខ្មែរយើងនៅចិត្តឬក៏នៅឆ្ងាយតែយើងនៅតែអាចបង្ហាញពីវប្បធម៌ពី culture របស់យើងបានអញ្ចឹងថ្ងៃនេះដែរយើងយកមកហូបក៏ដូចជាផ្អែមខ្មែរមានការលក់របស់តិចតួចពីប្រទេសខ្មែរយកមកដាក់នៅស្តង់ខ្មែររបស់យើងហើយនៅនេះគឺមានប្រទេសច្រើនតែខ្ញុំអត់ដឹងមានម៉ែប្រទេសនេះបរដែរតែអាចប្រហែលជាស្តង់វាជិតចូល200ដែរជិត200ស្តង់ទៅមានគ្រប់ទ្វីបទាំងអស់មានអាស៊ីមានអាហ្វ្រិកមានអាមេរិកខាងជើងហើយនឹងខាងអឺរ៉ុបហើយនេះស្តង់ខ្មែរយើងដូចបងប្អូនឃើញអញ្ចឹងនៅខាងក្រោយយើងហ្នឹងមនុស្សច្រើនដែរបងប្អូនអរគុណមនុស្សច្រើនមនុស្សចូលទិញច្រើនស្តង់យើងមានលក់លតឆាលុកឡាក់ what else ហើយនឹងនំពៀនំអីបបរត្រាវហ្នឹងហើយធៀបបាយយ៉ាហើយក្រៅពីហ្នឹងយើងមានលក់កំភ្លើយើងមានផ្លេចម្រេចយើងទេម្រេចយើងលក់ម្រេចកពតក៏មានលក់នៅនេះដែរហើយ foreigner គឺគេចូលចិត្តមែនតើនៅនេះ chef ពងធ្វើម្ហូបអីហ្នឹងឆាឡត It's so there's coconut milk, dago, which is a sort of a sweet potato, and sticky rice. lục lá lục sao lục lá គាត់គឺជាជនជាតិថៃគេអ្នកគ្នាប៉ុន្តែគាត់រស់នៅក្នុងប្រទេសខ្មែរហើយគាត់ឆ្លាញ់ប្រទេសខ្មែរមែនតើហើយថ្ងៃនេះគឺមានឱកាសបានជួបគាត់ដោយសារតែគាត់បានមកលេងប្រទេសថៃ I think many people already know her so would you be able to tell us like your maybe Facebook page or name oh yeah you can find me on Facebook as Wendy in Cambodia because I'm living in Cambodia more than 1 year and a half already. So follow me if you want. I would be so happy for that. Yay! Thank you so much. And how long are you going to be like in Czech? No, we just until 28th of this month. Oh, so 1 month. And then you're going back. So you live there like regularly. Are you going to go around the Czech Republic? Yeah. It's not a plan, but everywhere I will go, I want to take a picture with the Cambodian flag in Czech and also say something about the place to Cambodians. Thank you so much. I will keep following and support you. Thank you so much. Yeah, I also
love Cambodia. I will always promote it the best way I can. អ្នកទាំងអស់គ្នាឮពាក្យគាត់និយាយមួយម៉ាត់ហ្នឹងហើយគឺខ្ញុំមានអារម្មណ៍ថារំភើបនិងមានមោទនភាពមែនទែនក្នុងនាមជាកូនខ្មែរព្រោះអីគាត់គឺជាជនជាតិបរទេសប៉ុន្តែគាត់ស្រឡាញ់ហើយគាត់ព្យាយាមផ្សព្វផ្សាយពីប្រទេសកម្ពុជាយើងដូចគាត់ជាជនជាតិខ្មែរអញ្ចឹង Today, so we have Wendy here. She's an influencer in Cambodia, but she's from Czech Republic. So I lived there for 1 year and a half. But she know Khmer already. Yeah. Just tick. Can you say something? ខ្ញុំស្រឡាញ់កម្ពុជា Okay, so Czech Republic. same. So can I ask why you decide to go to Cambodia? So I was studying before in Thailand Yeah. in 2023. Okay. And we were living in the international dormitories, and I met there a lot of Cambodians. Oh. And since that time, we were doing all things together, and I fell in love with the community and with the vibe, and I decided that I will move to Cambodia after my graduation. So I did that. Oh, nice. How was it after living like 1 year and a half? It was really good. Like I met a lot of inspiring people in Cambodia. I really love it. I like the weather, the people, the Not too food. hot? No, like here in Czech Republic, it's so cold. You know? Right? It's the opposite, but for us, it's only hot and hotter. Yeah, that's true. Yeah, that's true. So, Okay, how do you feel like coming to the Cambodian booth like today? Yeah, I am very happy that Cambodia have its own booth here on the festival, and I love the representation here as well. We have a lot of Khmer food and stuff like that. I love it. Yeah, so I hope that a lot of people is visiting the booth, right? Yes. There is a lot of people who are interested in Cambodia, so it's perfect. I am just waiting for my lochang. I don't know where is it, but it's coming, I guess. Thank you, Wendy. Thank you. Thank you so much. បន្ទាប់ពីបាននិយាយលេងជាមួយនៅ Wendy ហើយខ្ញុំក៏បានទៅសម្ភាសបងដែលគាត់ជាអ្នករៀបចំកម្មវិធីហ្នឹងចង់ដឹងថាតើពួកគាត់មានចំណាប់អារម្មណ៍បែបម៉េចខ្លះ បងមានអារម្មណ៍មិនដែរថ្ងៃហ្នឹងបានមករៀបម្ហូបអាហារសម្រាប់តង់ខ្មែរយើងថ្ងៃហ្នឹងហត់អត់ ថ្ងៃហ្នឹងមានអារម្មណ៍ថាសប្បាយរីករាយលាយហត់តែនឹងហត់តែសប្បាយព្រោះអីអ្នកដូចថាលោតឆាគឺដាច់ហ្មងហើយយើងឆាអត់ទាន់ទេចង់ដាច់ដៃអស់ហើយលោតឆាគេតែញ៉ាំហើយគឺគេបកមកវិញគេថាឆ្ងាញ់ណាស់គេហ្នឹងហើយនេះចូលនេះលោតឆានេះឃើញទេវាមានលោតឆាមានពងទានេះក៏អ្នកឆាដែរឆាដែរ ស្អីក្បែរកាមេរ៉ាសិន តាម៉ែអីខ្ញុំចូលមើលចូលមើលតាម៉ែឲ្យឃើញថាខ្ញុំធ្វើការដែរ គេនៅបងមានអារម្មណ៍មិនដែរ សបាយអូនហត់តែសបាយឃើញគេមកទិញម្ហូបយើងច្រើនហើយឆ្ងាញ់ហើយគេមកទិញអ្នកខ្លះពីរបីដងទៀត បងព្រីភែម្ហូបតាំងពេលណាមក បងចាប់ផ្ដើមបត់ទិញខ្លាំងហ្មងគឺយប់ថ្ងៃពហុហើយថ្ងៃសុក្រហ្នឹងគឺពេញមួយថ្ងៃសឹងធ្វើសឹង24ម៉ោងហ្មងអូនមិនតាន់និយាយទៅធ្វើឡតហ្នឹងធ្វើខ្លួនឯងធ្វើដូចជា20គីឡូដល់ពេលទៅវាហត់មែនតើហើយពីមុនហ្នឹងយើងសាកលបងយើងពីព្រោះយើងអត់ដែរធ្វើទេឡតហ្នឹងហើយអញ្ចឹងសាក 4-5 ដងអញ្ចឹងទៅបានត្រូវ យើងមានការគ្រប់គ្រងច្រើនអត់បងថ្ងៃហ្នឹង ការគ្រប់គ្រងច្រើនអូនពីព្រោះថាយើងក៏ដោយសារតែយើងធ្វើឡូតខ្លួនឯងអញ្ចឹងយើងអាចនិយាយប្រាប់គេបានថានេះជារបស់ homemade ផងយើងណាពីព្រោះអ្នកខ្លះក៏គេឲ្យយោបល់មកបងច្រើនណាស់ចាអូយបងដាក់អុកមីឧដុនទៅបើថាធ្វើអត់ចាញ់ហ្នឹងដាក់ គឺអរគុណច្រើនបងសម្រាប់ការរៀបចំថ្ងៃនេះ អរគុណ សុខចិត្តទាំងអស់គ្នា មានឲ្យវាស្តៀងឆ្នាំនេះអត់ឲ្យថាយកពីអ៊ីនធឺណិតមកឲ្យខុសពីការប៉ັດទៅយើងស្តៀងដូចសេតផង បាញ់ហត់អត់ ហត់ធ្វើតាំងពីសមអញ ថ្ងៃហ្នឹងមានអារម្មណ៍មិនដែរ មានអារម្មណ៍ថាហត់ខ្លាំងសប្បាយ មិនបានសប្បាយចិត្ត លោកដាច់មកសប្បាយចិត្តមិនអូន Chú đó. មានអារម្មណ៍មិនដែរអូនថ្ងៃហ្នឹងបែបមកខ្ញុំតង់ខ្មែរ មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងបងដែលឃើញតង់ខ្លួនឯងមាននៅពីពណ៌អាហារអញ្ចឹងណាហើយមនុស្សចូលទិញច្រើនម្ហូបឆ្ងាញ់ គេនៅញ៉ាំអីគេ ចាលតឆេបងទាចៀនហើយមានផ្អែមទៀត
កន្លែងនេះដែរគឺដោយសារតែ Wendy គាត់ក៏ជាអ្នកបង្កើតមាតិកាម្នាក់នៅស្រុកខ្មែរដែរអញ្ចឹងកន្លែងនេះគឺគាត់បានយកនំដែលគាត់បានយកមកពីប្រទេសខ្មែរហ្នឹងដើម្បីឲ្យជនជាតិឆេកគាត់សាកហើយឲ្យគាត់នឹងផ្ដល់ចំណាប់អារម្មណ៍ថាតើនំនឹងមកអញ្ចឹងណាញោមអត់បានថតវីដេអូហ្នឹងទេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់មើលវីដេអូពេញកុំភ្លេចចាំមើលវីដេអូរបស់ Wendy ទាំងអស់គ្នា I'll take this one since it seems more interesting. In Cambodian language, if you like something, you can say chia na. Chia nọc. កម្មវិធីនេះវិញគឺគេរៀបចំតាំងពីព្រឹករហូតទល់ល្ងាចហើយបើនិយាយពីតង់កម្ពុជាយើងវិញយើងឃើញថាប្រទេសចូលមកទិញម្ហូបញ៉ាំនិងមានការសួរនាំផ្សេងៗគ្នាពីម្ហូបរបស់ខ្មែរខ្លះទៀតគឺគាត់មកទិញហើយគាត់ត្រឡប់មកទិញម្ដងទៀតដោយសារតែញ៉ាំទៅឆ្ងាញ់ប្លែកចឹងទៅហើយអ្នកទាំងអស់គ្នាយើងក៏បានជួបជាមួយនឹងជនជាតិបរទេសមួយចំនួនដែលគាត់មកប្រាប់យើងថាគាត់ធ្លាប់ទៅប្រទេសកម្ពុជាកាលពីមុនគាត់ចូលចិត្តប្រទេសកម្ពុជាហើយគឺយើងបានជួបជាមួយនឹងជនជាតិបរទេសដែលស្គាល់ពីប្រទេសកម្ពុជាច្រើនអញ្ចឹងអានេះគឺយើងពិតជាមានមោទនភាពមែនទែនក្នុងនាមជាប្រជាជនខ្មែររស់នៅក្រៅប្រទេសហើយនៅក្នុងប្រទេសមួយដែលអត់សូវមានជនជាតិខ្មែរហើយនៅឆ្ងាយពីស្រុកខ្មែរមែនតើអញ្ចឹងនៅពេលដែលគេស្គាល់ប្រទេសយើងច្រើនគឺវាជាមោទនភាពមួយសម្រាប់យើងហើយបើនិយាយពីម្រេចកពតរបស់យើងវិញគឺយើងទទួលបានសំណួរការចាប់អារម្មណ៍ពីភ្ញៀវអន្តរជាតិច្រើនមែនតើ Because the origin is like good for planting the spice. So the spice that we got a lot of like fresh smell and floral smell, and if you try it, you will like can compare that you have perceived like this different smell from the other pepper. Yeah. It's not quite spicy, but strong. Yeah. And this is still available. Yeah, this too is available. Con có thể quan trọng tinh bày. Okay. So two of these two. For now, I love it. Thấy nè. Anh đi con bố là. ពីកន្លែងនេះទៅគឺញោមទាំង3នាក់នឹងនាំគ្នាដើរជុំវិញកន្លែងកម្មវិធីហ្នឹងដើម្បីទៅមើលថាមានតង់អាហារពីប្រទេសណាខ្លះប៉ុន្តែគឺមានច្រើនប្រទេសមែនតើសូប្រទេសម៉ាសេដូនី Yeah, this Korea here. នៅខាងនេះវិញគឺយើងមានតៃវ៉ាន A když ukážeš nahoru, tak ty korunu ne, ale co třeba jiný opici, jo? Pecenstvo, upičenstvo a vážené lviska. Jdeme na to! ក្រៅពីស្តង់លក់ម្ហូបអាហារតាមប្រទេសនីមួយៗខាងកម្មវិធីហ្នឹងក៏គេបានរៀបចំឆាកធំដល់តែ2ទៅមកចំហៀងនៃសួនរៀបចំកម្មវិធីហ្នឹងមានឆាកមួយហើយខាងនេះគឺមានឆាកធំមួយទៀតគឺខ្ញុំអត់បានថតតាមស្តង់នីមួយៗហ្នឹងម្ហូបអាហារឲ្យច្បាស់ទេដោយសារតែមនុស្សច្រើនមែនតើអញ្ចឹងគឺពិបាកបញ្ជាចូលមែនតើបានធ្វើតែថតពីចំងាយឲ្យអ្នកនរគ្នាមើលដែរបានបន្តិចហើយពួកខ្ញុំក៏ត្រឡប់ទៅស្តង់វិញតែឥឡូវមកមើលកូនឆេកមកអួតកម្មាខ្មែររបស់យើងហ្នឹង ពួកខ្ញុំបានដើរទស្សនកិច្ចមើលគ្រប់តង់នៅជុំវិញនឹងឃើញថាមានតង់ប្រទេសច្រើនមែនតើមានសង្ឃគ្រប់ប្រទេសហើយឥឡូវពួកយើងដើរទៅរកតង់ខ្មែរវិញ Southeast Asia មកដល់តង់ខ្មែររបស់យើងហើយក៏នៅតែមានភ្ញៀវចូលទិញដែរយើងទៅអត់ដាច់ទេគឺរហូតដល់យើងបិទយើងរៀបចំចេញទៅផ្ទះវិញហើយ
បាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយៗទៅកាន់កម្មវិធីខ្ញុំកំពុងតែធ្វើដំណើរទៅកាន់កម្មវិធី